បាទអញ្ចឹងនេះគឺជារបៀបបង្កើត account John Deere Operation Center អញ្ចឹងវិធីបង្កើតយើងអាចចូលទៅតាមកម្មវិធីណាមួយក៏បានមានដូចជា Firefox ឬក៏ Google Chrome អញ្ចឹងខ្ញុំចូលតាម Chrome យើង search ពាក្យថា Operation Center បន្តមកទៀតយើងចូលទៅកាន់ John Deere Operation Center សម្រាប់អ្នកដែលមាន account ហើយយើងចូលទៅ sign in ប៉ុន្តែបើសម្រាប់អ្នកដែលអត់ទាន់មាន account យើងចូលទៅ create account សម្រាប់ការបង្កើត account យើងមាន4ដំណាក់កាលយើងចូលទៅ category ហើយយកពាក្យ agriculture ហើយកន្លែង select focus នេះយើងយក retailer ឬក៏អាចយក farmer ឬក៏ producer បន្តមកទៀតយើងបំពេញនៅក្នុង username ដោយដាក់ឈ្មោះរបស់យើងហើយចំណុចដែលសំខាន់គឺយើងត្រូវតែបំពេញ email address របស់យើងដើម្បីឲ្យគេផ្ញើលេខកូដចូលទៅក្នុង email box របស់យើងអញ្ចឹងបន្ទាប់ពីបំពេញ email ហើយយើងអាចទៅ check មើលលេខកូដ email ដែលផ្ញើមកមាន6ខ្ទង់យើងអាចបំពេញលេខកូដ6ខ្ទង់ហ្នឹងចូលទៅក្នុងកន្លែង verify code ហ្នឹងមកបន្តមកចុច verify email អញ្ចឹងបន្ទាប់ពី verify លេខកូដមកយើងចូលដល់ដំណាក់កាលទី2យើងត្រូវបំពេញនាមតកូលហើយនិងឈ្មោះរបស់យើងបន្តមកទៀតយើងជ្រើសរើសប្រទេសកម្ពុជាហើយដាក់លេខទូរស័ព្ទយើងចូលទៅបន្ទាប់ពីដាក់លេខទូរស័ព្ទចូលហើយយើងជ្រើសរើសប្រទេសអញ្ចឹងយើង select យកប្រទេសអញ្ចឹងយើងអូសវាទៅរក Cambodia បន្ទាប់ពីដាក់ប្រទេសហើយយើងត្រូវបំពេញទីក្រុងអញ្ចឹង address line មួយហ្នឹងយើងដាក់ភ្នំពេញអញ្ចឹងកន្លែងដែលសំខាន់គឺកន្លែងផ្កាយកន្លែងដែលអត់មានផ្កាយយើងអត់ចាំបាច់ដាក់ក៏បានដែរយើងយកពាក្យ continue មកបន្តមកទៀតយើងត្រូវដាក់ password អញ្ចឹង password គឺអត់ឲ្យជាន់ជាមួយនឹងឈ្មោះទេអញ្ចឹងជាឧទាហរណ៍ខ្ញុំអាចដាក់ Cambodia 2026ហើយមានសញ្ញាពិសេសមួយហ្នឹងអញ្ចឹង password ទាំងពីរជួរហ្នឹងគឺត្រូវធ្វើម៉េចដាក់ឲ្យដូចគ្នាយកពាក្យ create password បន្តមកទៀតវានឹងដំណើរការចុចយកពាក្យ allow ដើម្បីឲ្យកម្មវិធីហ្នឹងដំណើរការចូលដល់ដំណាក់កាលទី3អញ្ចឹងគឺឲ្យយើងបំពេញតាក់ទងជាមួយនឹងឈ្មោះអាជីវកម្មរបស់យើងហើយខាងក្រោមនេះគឺឈ្មោះដែលដូចទៅនឹងនៅពេលដែលបងប្អូនដាក់ឈ្មោះទិញ tractor ចុច next ដើម្បីចូលទៅចំណុចបន្តមកទៀតយើងចុចសញ្ញាគ្រីសទៅលើកន្លែង cloud ហ្នឹងដើម្បីយល់ព្រមនៅលក្ខខណ្ឌមួយចំនួនហើយយើងចុច next មកដល់ចំណុចទី3នេះគឺតាក់ទងជាមួយនឹង tractor របស់យើងអញ្ចឹងនៅក្នុងនេះយើងអាចវាយ series number របស់យើងចូលឬក៏យកទូរស័ព្ទទៅ scan នៅកន្លែង barcode ដែលមាននៅលើ VIN tractor របស់យើងតែបើក្នុងលក្ខខណ្ឌដែលយើងអត់ទាន់មានលេខ VIN tractor ទេយើងអាចចុចសញ្ញាគ្រីសមួយមកហើយយើងពេញកន្លែង nickname ហ្នឹងទៅយើងចង់ដាក់ឈ្មោះអីក៏បានដែរកន្លែងហ្នឹងបន្តមកទៀតយើងចុចទៅលើពាក្យថា add equipment letter ចុចគ្រីសនៅកន្លែងប្រអប់នឹងមួយមកហើយបន្តមកទៀតយើងចុចពាក្យថា accept ចូលមកដល់ចំណុចទី4នេះគឺជាចំណុចដែលសំខាន់មួយអញ្ចឹងបងប្អូនដែលជាម្ចាស់ tractor អាចមានសិទ្ធិជ្រើសរើសបាន2ជម្រើសទី1មានន័យថានៅពេលដែល tractor បងប្អូនមានបញ្ហាឧទាហរណ៍ថា tractor របស់បងប្អូនមានបញ្ហាឡើងកម្ដៅខ្លាំងនៅពេលដែល tractor កំពុងធ្វើការអញ្ចឹងនៅពេលដែលទទួលដឹងព័ត៌មាននឹងហើយក្រុមហ៊ុននឹងតាក់ទងទៅបងប្អូនដែលជាម្ចាស់ tractor ដើម្បីឲ្យដឹងការពារកុំឲ្យ tractor របស់បងប្អូនមានបញ្ហារីឯចំណុចទី2មានន័យថារាល់បញ្ហាឬក៏ព័ត៌មានទាំងអស់គឺខាងក្រុមហ៊ុនអត់អាចមើលឃើញទេអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាជ្រើសរើសយកចំណុចទី1ដើម្បីឲ្យក្រុមហ៊ុនជួយផ្ដល់ព័ត៌មានឲ្យទាន់ពេលដើម្បីកុំឲ្យ tractor របស់បងប្អូនមានបញ្ហាធ្ងន់ធ្ងរតោះអញ្ចឹងបន្តមកទៀតយើងយកពាក្យថា complete setup អញ្ចឹងបន្តមកទៀតវានឹងបង្ហាញតាក់ទងជាមួយនឹងព័ត៌មានឈ្មោះក៏ដូចជាទីតាំងនិងព័ត៌មានផ្សេងៗដែលបងប្អូនពេញពីខាងដើមមកបន្តមកទៀតយើងចុចពាក្យ done អញ្ចឹងនៅពេលដែលចេញបែបហ្នឹងគឺមានន័យថា account John Deere Operation Center របស់បងប្អូនគឺបង្កើតបានដោយជោគជ័យហើយចំណុចដែលសំខាន់មួយទៀតគឺយើងចុចនៅកន្លែងសញ្ញាព្រួយនេះមកហើយចុចចូលទៅពាក្យថា Organization Preference អ្វីដែលសំខាន់គឺលេខ7ខ្ទង់ដែលជា Organization ID អញ្ចឹងលេខ ID 7ខ្ទង់ហ្នឹងគឺសម្រាប់ក្រុមហ៊ុនភ្ជាប់ tractor ឲ្យបងប្អូនមើលឃើញពីទីតាំងនិងព័ត៌មានសំខាន់ជាច្រើនទៀតនៅលើ tractor
វិធីមួយទៀតដែលងាយស្រួលយើងអត់ចាំបាច់ចូលទៅក្នុង Chrome ទេយើងអាច download តាក់ទងជាមួយនឹងកម្មវិធី Operation Center បន្ទាប់មកទៀតយើងបំពេញ username ឈ្មោះដែលយើងបង្កើតមិញជាមួយនឹង password លេខកូដដែលយើងដាក់ពីខាងដើមហើយសម្រាប់កម្មវិធីនឹងដែរអាចប្រើបានទាំង iOS និង Android ឬក៏លើ tablet ក៏បានដែរបាទអញ្ចឹងនេះគឺជារូបរាងនៅពេលដែលយើងចូលទៅកាន់កម្មវិធីហ្នឹងយើងអាចមើល map និងប្រើប្រាស់ទៅលើមុខងារផ្សេងៗជាច្រើនទៀតផងដែរអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងបង្ហាញពីព័ត៌មានសំខាន់និងការប្រើប្រាស់វាអរគុណ